ចាជំរាបសួរពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ចាជាពិសេសមិត្តភ័ក្តិនៅក្នុងបណ្ដាញ Facebook ដែលបានស្រឡាញ់និងគាំទ្រចារូបនាងខ្ញុំរហូតមកដល់ពេលនេះចាឥឡូវថ្ងៃនេះនាងខ្ញុំមកចង់មកបកស្រាយនៅរឿងអយុត្តិធម៌មួយសម្រាប់នាងខ្ញុំដែលបានចុះកាលពីម្សិលមិញចាតាមសារព័ត៌មានតាមបណ្ដាញ Facebook ចាដាក់ថាចានាងខ្ញុំនឹងមានចរិតឆ្មើងឆ្មៃហើយបានប្រើសម្ដីមិនគួរប្របីទៅលើអាជីវករម្នាក់នៅផ្សារពេជ្រនៅចានាងខ្ញុំគិតថារឿងនេះមិនបាច់ចាំនិយាយច្រើនក៏ពុកម៉ែបងប្អូនដឹងដែរបរិញ្ញាចង់បញ្ជាក់ថាសម័យនេះគឺជាសម័យ Facebook ហើយមិនថាក្មេងទួយប៉ុណ្ណាក៏គាត់ចេះប្រើទូរស័ព្ទដែរសូម្បីតែអ្នកមិនល្បីណាឲ្យតែមានរឿងអីបន្តិចបន្តួចគឺតែមានថតបង្ហោះជាកាយវិការឬមួយក៏ជាវីដេអូដើម្បីបង្ហោះជឿតម្រាំតែនាងខ្ញុំចាជាតារាកំ pl ែងដែលមានឈ្មោះអសម្លេងល្បីប៉ុណ្ណឹងដែរបើសិនជានាងខ្ញុំមានការឆ្លោះបកែកជេរចោលគ្នាឬមួយក៏សម្ដែងអាកប្បកិរិយាមួយមិនគួរប្របីទៅផ្សារនៅកណ្ដាលផ្សារក្នុងចំណោមមហាជនជាច្រើនចុះហេតុអីបានជាមិនមានរូបភាពជាស្លឹកខ្វែងដៃខ្វែងជើងឬមួយក៏ជាវីដេអូជេរគ្នាខ្លះចានាងខ្ញុំជាសម័យខ្លួននេះបានឃើញនៅព័ត៌មានទីចុះពីឈ្មោះខ្លួនឯងមិនចង់តវ៉ាប៉ុន្តែវាអយុត្តិធម៌សម្រាប់នាងខ្ញុំពេកនាងខ្ញុំខ្លួនឯងនាងខ្ញុំអត់ដឹងថាខ្លួនឯងចូលផ្សារនឹងពីពេលណាផងស្លៀកអាវពណ៌អីនៅពេលណាទៅទិញអីនៅកន្លែងណាតូបលេខប៉ុន្មានឆ្លុះគ្នាជាមួយអ្នកណាប្រុសឬស្រីដល់ពេលអញ្ចឹងទៅខាងបងសារព័ត៌មានខាងតាមអនឡាញចាំមួយចំនួនតូចគាត់ចូលចិត្តបង្ហោះចូលចិត្តដូចថារឿងរ៉ាវចំពោះនាងខ្ញុំគឺមិននិយាយចំពោះខាងតារាសិល្បករសិល្បករនៃយើងផ្សេងទៀតហ្នឹងគឺមួយចំនួនតូចមានរឿងបន្តិចបន្តួចខាងសារព័ត៌មានខាងអនឡាញគឺគាត់ចូលចិត្តដាក់ចំណងជើងរំប៉ោងចាឲ្យធំដើម្បីទាមទារយកការចាប់អារម្មណ៍ដើម្បីឲ្យគេចូលមើលទៅបានប្រាក់ចំណូលតខ្លួនរបស់គាត់ច្រើនតែគាត់មិនបានគិតពីកិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់ពួកសិល្បៈទាំងនោះទេគាត់ចង់បានតែផលប្រយោជន៍តួខ្លួនបាត់សិលធម៌ចាប្រើតែពាក្យអាងអីបន្តិចបែកធ្លាយទៀតហើយបែកធ្លាយទៀតហើយរឿងបែកធ្លាយទៀតហើយនឹងមួយថ្ងៃ4-10ដងរឿងបែកធ្លាយទុក3រឿងហ្នឹងមិនសូវសំខាន់ឡើយគឺប្រើពាក្យបែកធ្លាយដើម្បីទាមទារតែការចាប់អារម្មណ៍ឲ្យគេចូលមើលអញ្ចឹងដូចរឿងនាងខ្ញុំអញ្ចឹងសិតថានាងខ្ញុំបញ្ចេញអាកប្បកិរិយាមិនគួរប្របីវាយរឹកធ្វើឲ្យមានការរិះគន់ពីផ្សារពេជ្រនៅអញ្ចឹងនាងខ្ញុំចង់ដឹងថានៅផ្សារពេជ្រនៅនោះនាងខ្ញុំចូលពីពេលណាហើយចូលនៅម៉ោងណាស្លៀកពាក់កៅអៅពណ៌អីចូលទៅធ្វើស្អីចានាងខ្ញុំមិនដឹងតទៅសោះអញ្ចឹងសូមឲ្យសារព័ត៌មានចាំតាមអនឡាញហ្នឹងមួយចំនួនតូចដែលគាត់ខំប្រឹងបំផោងចាចំណងជើងហ្នឹងចាបន្ថយដៃតិចទៅដើម្បីយើងខ្ញុំជាអ្នកសិល្បៈអ្នកផ្សេងទៀតក៏ជាអ្នកសិល្បៈចាអញ្ចឹងខុសតោះអីគេថាចង់ដឹងព័ត៌មានឲ្យច្បាស់សិនចាមកសាកសួរព័ត៌មានពីសម័យខ្លួនគេឲ្យច្បាស់សិនចាំយកទៅចុះចេះតែចុះហើយតាំងឲ្យគេមកបកស្រាយដើម្បីឲ្យបានព័ត៌មានហ្នឹង2ដងម្ដងលោកដាច់ម្សាយឲ្យដាក់ឲ្យបំប៉ោងម្ដងទៀតតាំងដាក់ខាងគេចូលបំភ្លឺហើយអញ្ចឹងចានាងខ្ញុំគ្មានអីក្រៅពីតែនាងតែអរគុណដល់ពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ដែលបានគាំទ្រស្រឡាញ់នាងខ្ញុំតាំងពីចាចូលប្រឡងកំ pl ែងរហូតមកដល់ថ្ងៃនេះបើគ្មានពុកម៉ែបងប្អូននាងខ្ញុំក៏គ្មានថ្ងៃនេះដែរអញ្ចឹងមានតែសូមឲ្យពុកម៉ែបងប្អូនចាជ្រាបជ្រាបម្ដងទៀតចាឲ្យដឹងព័ត៌មានច្បាស់ចាចាំបន្តការគាំទ្រតទៅទៀតចានាងខ្ញុំអត់ថាអីទេចង់ជេរចង់ថាមិនក៏បានដែរតែសូមឲ្យរឿងនេះជារឿងពិតចាសូមអរគុណ